បាទសួស្តីអ្នកនរគ្នាស្វាគមន៍ត្រឡប់មកកម្មវិធី frequency episode ទី2បាទអញ្ចឹងចង់និយាយតាក់ទងជាមួយនឹង frequency តិចគឺជាកម្មវិធីឬក៏ថាជា audio show ឬក៏ថាហៅជា podcast ក៏បានដែលតាក់ទងជាមួយនឹងរឿងរ៉ាវចែកម្លែកពី host ទាំងពីរដូចជាខ្ញុំជាមួយនឹង Leon ហើយជាកម្មវិធីមួយនៅខាងក្រោមផ្នែករបស់ Your Perspective ហើយក៏អរគុណបងប្អូនដែលគាំទ្រមកដល់សប្តាហ៍នេះបាទយើងត្រឡប់មក Leon វិញទៅមិនដែរបន្ទាប់ពីលំមុនថត episode 1ហើយមានអារម្មណ៍មិនដែរមាន feedback អីចង់បន្ថែមបន្ថយនៅបន្ទាប់ពី episode ទី1ហើយពួកយើងក៏បានអាន comment ហើយទទួលបាន feedback ល្អៗជាច្រើនពីអ្នកទស្សនារបស់យើងផ្ទាល់ហើយក៏អរគុណទៅដល់បងប្អូនដែរហើយពួកយើងនឹងព្យាយាមអភិវឌ្ឍវាកាន់តែល្អជាងមុនទៀតចឹងណាមុននឹងយើងចាប់ដើមចូលនិយាយដល់ប្រធានបទថ្ងៃនេះពួកខ្ញុំចង់ចែករំលែកគឺចង់និយាយពីរឿងហេតុការណ៍ដែលកើតឡើងមួយរយៈហ្នឹងដោយសារតែមួយរយៈមានព័ត៌មានច្រើនហើយដូចជាយើងចូលរួមរំលែកទុកចំពោះយន្តហោះដែលធ្លាក់នៅឥណ្ឌាបាទហើយមានតែម្នាក់ទៀតដែលគាត់បានកិច្ចផុតពីសេចក្តីស្លាប់គេទៅនៅក្នុងគ្រោះមហន្តរាយហ្នឹងខ្ញុំគិតថាយន្តហោះដូចទុំតែ take off ទុំតែឡើងបើកស្លាប់ណាបើកស្លាប់បានបន្តិចហើយគាត់ប្រហែលជាម៉ាស៊ីនឬក៏ engine error ណាមានបញ្ហាអញ្ចឹងមើលទៅដូចវាជាលក្ខណៈថាវាមិនកន្លែងវាចូលលក្ខណៈចិត្ត free fall ហ្នឹងបាទទៅយូរទៅចង់ខ្លាចជាយន្តហោះហើយគាត់ឆ្នាំនោះធ្លាក់ឡើងពីយន្តហោះហ្នឹងដូចនៅកូរ៉េមួយទៅគាត់កូរ៉េដូចជាដើមឆ្នាំហ្នឹងហើយជេជូកោះជេជូហ្នឹងហើយមួយទៀតម្រយៈហ្នឹងដៃសវ៉ាយអ៊ីនធឺណិតក្រុមហ៊ុនពីរធំហ្នឹងហើយsmart ហ្នឹងហើយ smart ទី1ហើយកាត់ក៏អត់អួរដែរហើយគឺក្រុមហ៊ុនផ្សេងគឺទិញស៊ីមកកើតទេវាកាំង error system អីចឹងទៅអញ្ចឹងចង់សួរបកមកវិញតិចថាបើសិនជា Leon ឯងហូរនៅក្នុងចំនួនដែលអត់មានអ៊ីនធឺណិតហ្នឹងហើយលក្ខណៈថាបើសិនជាអត់មានសេវាអ៊ីនធឺណិតយើងធម្មតាទេទូរស័ព្ទតាក់ទងគ្នាទេហ្នឹងអញ្ចឹង Leon ឯងចំណាយពេលវេលាធ្វើអីខ្លះបើសិននិយាយទៅយើងពេញអ៊ីនធឺណិតយើងអត់បានអង្គុយ scroll ទូរស័ព្ទទេអូយតាមពិតខ្ញុំជាមួយនឹងរ៉ាដែរអាចនិយាយថាយើងក៏ធ្លាប់ឆ្លងកាត់រយៈពេលហ្នឹងដែរទៅចំនួន9ជាងយើងធ្លាប់ឆ្លងកាត់ចំនួនដែលមានបណ្ដាញសង្គមហើយចំនួនហ្នឹងនៅក្មេងកិច្ចសាលាទៅបាញ់ Counter Strike អីចឹងទៅហើយលេងទាត់បាល់ខ្ញុំលេងទាត់បាល់ច្រើនកាលនៅក្មេងហើយបន្ទាប់មកទៀតចំនួនហ្នឹងមានកលាកាស WWE ហើយមើលទួច្រើនចំនួននោះមើលតកតាអត់ទេអាហ្នឹងដោយសារយើងនៅក្មេងប៉ុន្តែបើសិនជានិយាយពីឥឡូវយើងមិនបាច់និយាយថាតែសេវាអ៊ីនធឺណិតទេដាច់ទាំងសេវាទូរស័ព្ទទៀតឧទាហរណ៍លក្ខណៈថាយើងមានទូរស័ព្ទប្រើប៉ុន្តែយើងអាចតាក់ទងទៅអ្នកផ្សេងឆ្ងាយពីរង្វង់ពីក្រៅនិយាយទៅដូចតែយើងអត់មានទូរស័ព្ទប្រើបណ្ដោយអញ្ចឹងករណីហ្នឹង Leon ឯងឥឡូវហ្នឹងគឺបើសិនជាជួបបញ្ហាអញ្ចឹងតើយើងចង់ជួបណាគេម្នាក់យើងទៅធ្វើម៉េចឧទាហរណ៍ថាចង់ជួបclient ចង់ជួបភ្ញៀវឬក៏ថាយើងណាត់ណាគេមួយថ្ងៃមុនហើយយើងត្រូវដល់ថ្ងៃជួបគាត់បន្ទាប់មកគឺដាច់អាហ្នឹងយកហ្មងត្រឡប់ទៅភាពងងឹតវិញគឺត្រឡប់ទៅពិភពលោកដែលអត់មានបណ្ដាញអ៊ីនធឺណិតឬក៏ថាសេវាទូរស័ព្ទអញ្ចឹងយើងត្រូវធ្វើម៉េចខ្ញុំគិតថាយើងមានតែធ្វើដំណើរទៅជួបគាត់ផ្ទាល់ហ្មងឬក៏យើងអាចមានអាស័យដ្ឋានអីចឹងណាយើងមានតែទៅផ្ទាល់អញ្ចឹងព្រោះបើពងក្នុងមួយរំពេចលេងដាច់ការតាក់ទងទាំងអស់អញ្ចឹងមានតែយើងធ្វើផ្លូវ menu បានន័យថាទៅរកគាត់ direct ចឹងណានិយាយទៅតាក់ទងជាមួយរឿងហ្នឹងខ្ញុំចង់និយាយតាមទៅគ្នាយើងបន្តិចថានិយាយទៅរឿងអីក៏អាចកើតឡើងដែរនៅពិភពលោកយើងហ្នឹងដោយសារខ្ញុំគ្រាន់តែឃើញដាច់សេវាអ៊ីនធឺណិតហ្នឹងមួយឆ្លេឆ្លាទៅទិញស៊ីមហ្នឹងធ្វើឧទាហរណ៍ដាច់ផ្កាយអត់ទៀតធ្វើម៉េច satellite ជឿថាយ៉ាងហោះណាយើងបើតាមបទពិសោធន៍ខ្ញុំឬក៏ការគិតរបស់ខ្ញុំ set ចឹងជាមួយនឹងអ្នកដែលខ្ញុំស្គាល់ហើយគឺថាបើសិនជាយើងរកឃើញគ្នាអត់ឃើញឬក៏ថាដាច់ប្រព័ន្ធតាក់ទងអីមួយយ៉ាងហោចណាស់គឺមកប្រហែលយើងទៅទីតាំងនោះជួបគ្នាយល់ទេអូបើន័យថាយើងណាត់គ្នាមុនហ្នឹងហើយយ៉ាងហោចណាស់គឺថាយើងមានកន្លែងមួយដើម្បីសកួរពេលតែមានបញ្ហាយើងទៅដល់នោះនឹងជួបគ្នាហ្មងអានឹងជាអ្វីគ្នាយើងត្រូវធ្វើហើយក៏ត្រូវចាំដែរដែលថាបើសិនជាថ្ងៃណាមួយវាដាច់ចឹងមែនឬក៏ថាមាន hacker hack ចូលប្រព័ន្ធ system bla 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 ឬក៏ថាផ្កាយ not be corrupt ក្នុងពេលតែមួយវាផ្ទុះឬក៏ថាវាមានការ
ប៉ះពាល់ពីរលកសញ្ញាមួយវាស្រាប់ថាវាគឺដាច់សេវាទាំងអស់ហ្មង បាទ វានោះពិបាកមែនតើនិយាយមែនដូចតែពិភពលោកយើងអត់មានភ្លើងប្រើអញ្ចឹង បាទហ្នឹង ដូចគ្នា អូតែពេលណារ៉ាលើកគ្រឿងហ្នឹងទៅខ្ញុំនឹកដល់រឿងភាពយន្តមួយរបស់អាមេរិកណាបែរជាណារ៉ាធ្លាប់មើលដែរចំណងជើងដូចជា Quiet Place គឺរាប់លើកហ្នឹងហើយបើន័យថានៅក្នុងរឿងហ្នឹងគឺមានគ្រួសារហ្នឹងមួយ survive ពី alien បើន័យ alien ហ្នឹងវា respond ទៅបើន័យថាវាលឺសំឡេងមួយគឺវារត់មកវាសម្លាប់ហ្មង អូ វាបើន័យថា ដូចជាមានកូន2 ហ្នឹងហើយគេពីរអ្នកប្តីប្រពន្ធ ដូចជាក្រោយមកមានតែគេលះបង់ហើយ ប្តីហ្នឹងហើយដោយសារប្រពន្ធ pregnant ទៅពេលហ្នឹង អូជាងហ្នឹងហើយនិយាយទៅពេលហ្នឹងរឿងនោះលយអញ្ចឹងខ្ញុំ recommend បងប្អូន Netflix ឲ្យចូលមើលរឿងហ្នឹងទៅ ហ្នឹងហើយរឿងគឺដូចគ្នាអញ្ចឹងគេ set បានន័យថាគាត់ពីរអ្នកគាត់ហ្នឹងចង់ជួបគ្នាឬក៏ចង់ចេញទៅ shopping អីមួយគឺគេមានពេលគេមួយវាអាច communicate បានទេគាត់តែលឺសំឡេងភ្លាមគឺ alien ហ្នឹងរត់មក ហ្នឹងហើយដូចយើងពីដាក់យើងនិយាយគ្នាមិនអញ្ចឹងត្រង់ហ្នឹងគឺចង់ប្រាប់គ្នាយើងថាគុំអាងឬក៏ថាកុំគិតថាពិភពលោកហ្នឹងវាងាយស្រួលវាមិនដែរដល់ដូចដំណាក់កាលដែលខ្ញុំនិយាយទេពិភពលោកហ្នឹងគឺមិនអាចមានសង្គ្រាមភ្លាមទេឬក៏ថាអត់មានដូចជំនាន់មុនអីមានរឿងអីគឺបដិវត្តភ្លាម no យើងត្រូវយ៉ាងហោចណាស់យើងត្រូវមានគេថាការគិតការត្រៀមខ្លួនឲ្យហើយនៅក្នុងគូក្បាលយើងគ្រប់គ្នាមានកម្រង plan ពីអញ្ចឹងទៅដូច COVID អញ្ចឹង COVID មកក្តាំងមកហ្នឹងគឺងាងទាំងអស់គ្នាត្រូវអត់បាទchứមិនថាយ៉ាងហោចណាស់យើងត្រូវមានការព្រៀងទុកមុនគឺយើង ready chứមិនថាធ្វើអីក៏ដោយ has to be ready យើងត្រូវរួចរាល់ដើម្បីជួបបញ្ហានិងយកហោបទីដោះស្រាយឲ្យមុននឹងយើងជួបបញ្ហាមួយបាទយើងលើកឧទាហរណ៍សាមញ្ញមួយទៅដូចឧទាហរណ៍ផ្ទះមួយមានភ្លើងឆេះអញ្ចឹងរឿងទី1យើងធ្វើអីគេយើងមកគាត់ជារត់ទៅហៅម៉ាស៊ីនប្លូរគីភ័យទៅវិញគេមាន step ត្រូវធ្វើមិនអោនចុះយកកណាត់សើមបិទច្រមុះអីចឹងណាយើងទៅវាដូចគ្នាយើងអនុវត្ត practice step ហ្នឹងទៅនិយាយទៅអារឿងទោះបី CPR ក៏ដោយឬក៏ថា first aid kit ហ្នឹងគឺមនុស្សគ្រប់គ្នាទាំងអស់គឺត្រូវការមានចំណេះដឹងតាក់ទងមួយហ្នឹងហើយមិនចាំបាច់តតែថាខាងប្រព័ន្ធសន្តិសុខឬក៏ថា security គាត់ត្រូវចេះឬក៏ថាពេទ្យអីទេមនុស្សគ្រប់គ្នាយ៉ាងហោចណាស់ត្រូវចេះ basic skill chứមិនថាមានស្ថាប័នខ្លះគឺគេជួលគេបង្វឹកគេយើងដើម្បីវឹកហាត់ staff បុគ្គលិកក្នុងក្រុមហ៊ុនរបស់គេហ្នឹងអីchứមិនថាត្រង់ហ្នឹងគឺខ្ញុំចង់ចែកវិញមានតែប៉ុណ្្នឹងទេហើយមួយទៀតគឺចង់និយាយថាអ្វីដែលពីខ្ញុំនិយាយថ្ងៃហ្នឹងគឺចេញពីបទពិសោធន៍និងពីការគិតរបស់ពួកខ្ញុំទេហើយបើសិនជាមានការខុសឆ្គងអីបាទនឹងឲ្យបងប្អូនអាចជួយ comment ឬក៏ហើយកុំប្រកាន់អីហ្នឹងហើយណាមួយបើសិនជាមានបងប្អូនមួយចំនួនគាត់មិនលក្ខណៈថាគាត់មិនចូលចិត្តអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរដោយសារពួកខ្ញុំគឺនិយាយតែប៉ុណ្្នឹងទេហើយបងខ្ញុំឃើញ comment ថាមុខពីអ្នកយើងមុខអត់ហេកឬក៏ថាមុខរៀងមុខតាន់អញ្ចឹងដោយសារថាកម្មវិធី The Frequency ហ្នឹងគឺយើងនិយាយ deep dive លើក្នុងរឿង topic ដែលចាក់ដោតហ្មងហើយគឺយើងចែកនៅបទពិសោធន៍វាមិនមែនជាចេញពីអ្នកខ្ញុំផ្ទាល់ទេអញ្ចឹងបងប្អូនកុំគិតថានឹងសំខាន់ត្រូវតែស្ដាប់ឬក៏ហ្នឹងហើយបើចាប់បានត្រង់ណាយកបានយកបើយកបានអាចបោះចោលឬក៏ស្ដាប់ស្ដាប់រឿងនីតិអញ្ចឹងណាហើយហ្នឹងហើយវាជាមិនមែនជាកម្មវិធីសប្បាយទេបើមិនជាកម្មវិធីដែលរៀងសប្បាយឬក៏អីយើងអានោះយើង base ទៅលើកម្មវិធីទៀតដែល vibration the Peter ជាមួយនឹង host ថ្មីដែលពួកគាត់បង្រៀបចំធ្វើហ្នឹងហើយចឹងបងប្អូនចង់ឃើញទឿនគាត់តិចហ្នឹងហើយពួកខ្ញុំគឺរបៀបរៀង toxic អញ្ចឹងបងប្អូនកុំប្រកាន់អីតែបងប្អូនអាចចាប់បានគន្លឹះខ្លះនៅក្នុងការសន្ទនារបស់ពីអ្នកយើងបាទត្រឡប់ទៅអាភាពងងឹតយើងនិយាយមិញហ្នឹងចុះបើសិនជាយើងចង់ dating មួយសង្សារឬក៏អីមិនពិបាកត្រូវអត់បាទចុះជំនាន់មុនមិនគេធ្វើបានជំនាន់ហ្នឹងយើងធ្វើអត់បានជំនាន់វាកាត់ឡើងភ្លាមអញ្ចឹងណាពួកគាត់ឧទាហរណ៍ជំនាន់ឪយើងអត់មានទូរស័ព្ទអីប្រើច្រើនទេបាទតែគាត់ញ៉ែគ្នាមិនត្រូវអត់គាត់ជួបគ្នាមិនគាត់នេះមិនទៅតែខាងស្រីត្រូវអត់បាទហ្នឹងចឹងហើយគេធ្វើដំណើរទៅតែខាងស្រីដល់ពេលដូចមនុស្សជំនាន់ដើមយើងធ្វើដំណើរទៅបន្តមកគឺម៉ែគេឲ្យគេថាអូកូនខ្ញុំអត់ទៅទេខ្ញុំទៅតំណាក់បាត់ហើយ try again ម្ដងវាចឹងប៉ុន្តែដោយសារសម័យឥឡូវយើងស្រួលតាក់ទងគ្នាផ្ទាល់ទៅអញ្ចឹងណាខ្ញុំគិតថាដោយសារតែភាពលះបង់របស់ពួកគាត់អញ្ចឹងពេលខ្លះញ៉ាំងឲ្យគេហៅថា relationship ឬក៏ពីពួកគាត់គឺអត់ងាយនេះទេគឺចាស់ពីជំនាន់ដើមគឺយូរហ្មងតាន់ណា
ហើយបើយើងឥឡូវមានបណ្ដាញសង្គមអីស្រួលយើងឧទាហរណ៍ថាបែកគ្នាស្អីឡើងមានអ្នកថ្មីបាត់យើងវាមាន option ច្រើនមែនតើមើលទៅហើយនៅក្នុងគាត់នៅក្នុងកណ្ដាប់ដៃបើនៅក្នុងតែដៃយើងទូរស័ព្ទមួយយើងអាចមានចម្រើសច្រើនអញ្ចឹងចង់ធ្វើអីក៏បានអញ្ចឹងហើយមួយទៀត topic ដែលកើតឡើងថ្មីថ្មោងនឹងដែរដូចខ្ញុំមើលព័ត៌មានបាក់មិញក្មេងៗគាត់ជិះម៉ូតូទៅបុកឡានហើយរត់គេចអីនិយាយទៅខ្ញុំចង់ដាស់ទៅខាងបងប្អូនដែលហៅបងប្អូនឬក៏ថាក្មេងៗជំនាន់ក្រោយត្រូវយល់អត់ត្រូវគិតឡើងវិញរឿងដែលថាយើងធ្វើអំពើដែលបំផ្លាញពេលវេលាជីវិតខ្លួនយើងណាគេក៏ធប់សុបាយដែរប៉ុន្តែយើងសុបាយក្នុងករណីថាយើងសុបាយដែលមិនប៉ះពាល់អ្នកដទៃខ្ញុំចង់លើករឿងនោះមកនិយាយទេដោយសារថាយើងវាលយហើយបើក្មេងៗជិះម៉ូតូជិះអីយើងរបៀបថាពួកគាត់តក្មេងម៉ោង4 5 6 10ឆ្នាំគាត់ញ៉ែគ្នាអីជិះម៉ូតូតាមផ្លូវជិះទៅមិនតែកុំជិះឆ្វេងឆ្វាយឬក៏ថាប៉ះពាល់គេវាយអាហ្នឹងវាសមហើយដោយសារខ្ញុំមិនដឹងធ្វើមិនទេបើប៉ះខ្ញុំក៏ខ្ញុំខឹងដែរព្រឹកបានន័យថាគាត់ជិះប៉ះគេហើយគាត់ជិះព្យាយាមរត់គេទៅរត់ហើយគឺសតតែខាងស្រីគាត់នៅហ្នឹងខាងប្រុសទុកខាងស្រីចោលព្រោះជាពីម៉ូតូមិនដឹងទេហើយម្ចាស់ឡានគាត់ចាប់ខាងស្រីនឹងជាប់ចឹងទៅហើយឲ្យទេរពួកនោះនៅតាណាបាត់ហើយបន្តមកទៀតដល់ពេលដឹងរឿងទៅចេញអីណាអ្នកស្រីដែលជិះម៉ូតូស្អីរត់អីហ្នឹងគឺយកម៉ូតូសង្សារខ្លួនឯងទៅដឹកអ្នកថ្មីណានៃវល់វែកពេញហ្នឹងបណ្ដោយ triangle love ស្នេហាត្រីកោនចាក់តកោនកែងហ្នឹងហ្នឹងហើយអញ្ចឹងមិនថាយល់ល្អបើសិនជាណាព្យាបាលគាត់រវល់ឬក៏ថាពូមីងគាត់លក់បាននៅផ្សារនៅអីដែលថាមានពេលទៅមើលកូនសុំដកពេលទៅមើលពួកគាត់ផងដែលថាពួកគាត់រៀងដល់ណាធ្វើអីខ្លះហើយតើការរៀបចំពេលវេលារបស់ពួកគាត់នឹងគឺដល់កម្រិតណាបាទដែលថាយើងវាពិបាកនិយាយដោយសារសង្គមឥឡូវវាដឹកនាំដែរហើយវាដូចជាបណ្ដាញ TikTok គឺជាបណ្ដាញមួយដែលថាចូលតាមគ្នាហ្នឹងមិនមែនថាយើងហាមឃាត់យើងតាមពិតវាមានផលល្អរបស់វាដែរ TikTok មិនមែនហាមឃាត់យើងផុសរបស់ដែលយើងចង់ផុសហ្នឹងវាអត់កើតទេយើងផុសបានតែប៉ុន្តែក្នុងករណីមួយដែលថាយើងអ្នកមើលហ្នឹងយើងមើលគេមើលបានតែតែយើងកុំទៅធ្វើសម្រាប់តាមគេបាទព្រោះអាហ្នឹងវាប៉ះពាល់ខ្លាំងហើយដូចខាតពេលវេលារបស់យើងអញ្ចឹងខ្ញុំមកចង់ឃើញរបៀបថាយើងនិយាយថាតពាំងស្នងរស័យយើងហ្នឹងទៅជាវល់វែកអញ្ចឹងទាំងអស់គ្នាវាពិបាកហើយណាមួយដូចពីណាខ្ញុំអញ្ចឹងពួកខ្ញុំក៏កើតមកនៅក្នុងយើងធ្លាប់ឆ្លងកាត់ហ្នឹងហើយយើងក៏ធ្លាប់ឈួតធ្លាប់សុបាយដែរបាទយើងក៏ធ្លាប់បកមានបញ្ហាអីកាលពីក្មេងដែរប៉ុន្តែគ្រាន់តែថាយើងឆ្លងកាត់ហើយយើងចង់ឲ្យក្មេងៗគឺធ្វើវាលើសជាងលុបជាងនឹងទៀតទេវាពិបាកមើលមានសំណួរមួយសួរលីអនថាតើពេលវេលាជាមេប្រាក់មែនអត់ Yes ប៉ុន្តែវាមិនមែនពេលខ្លះវាមិនមែនទេព្រោះអីវាពេលវេលាអត់ស្មើមួយមេប្រាក់ទេហ្នឹងហើយបើយើងចាយពេលវេលានឹងខុសអាហ្នឹងវាមិនជាមេព្រោះអីមេលុយអាចទិញលុយមិនអាចទិញពេលវេលាបានទេតែពេលវេលាអាចទិញលុយបានតែអត់ហ្នឹងយើងគេថាយើងយក use time to buy money បានដោយសារយើងធ្វើការឲ្យគេយើងចេញពលកម្មតែឲ្យគេយើងផ្លាស់ប្ដូរមកវិញបានអីគេលុយទៅដូចពួកខ្ញុំធ្វើការមួយថ្ងៃ 8-9 ម៉ោងអញ្ចឹងយើងបានកម្រៃតាមប្រាក់ខែយើងអញ្ចឹងហ្នឹងហើយប៉ុន្តែយើងគិតមួយថាកម្រិតយើងពេលវេលារបស់យើងថ្លៃឬក៏ថោកពេលវេលាមនុស្សគ្រប់គ្នាគឺស្មើគ្នាទេបាទ24ម៉ោងក្នុងមួយថ្ងៃស្មើគ្នាទេជីវិតអ្នកម្នាក់ក៏មានតម្លៃដូចគ្នាដែរតែយើងផ្លាស់ប្ដូរមកវិញទឹកលុយខុសគ្នាត្រូវត្រង់ហ្នឹងគិតមិនវិញចំពោះលីអនឯងរងថ្ងៃហ្នឹងគឺថាពេលវេលារបស់យើងធ្វើការមួយថ្ងៃនៅក្រុមហ៊ុន8ម៉ោងហ្នឹងមួយខែ26ថ្ងៃចឹងចុះហើយប្រាក់ខែយើងបានមកប្រហែលជាប៉ុណ្្នេះចឹងទៅយើងគិតថាវាស័ក្តិសមអត់ពេលវេលាយើងថ្លៃឬក៏ថោកពេលវេលារបស់លីអនឯងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាមិនថាវាថោកខុសហើយក៏មិនថ្លៃគ្រាន់តែវាស័ក្តិសមនឹងអ្វីយើងទទួលបានឥឡូវអញ្ចឹងណាហើយខ្ញុំគិតថាមនុស្សគ្រប់គ្នាដូចណារ៉ានិយាយអញ្ចឹងវាអត់ដូចគ្នាគុណតម្លៃដែលទទួលបានមកវិញហ្នឹងហើយប៉ុន្តែចង់លើកតកតងជាមួយនឹងប្រធានបទលុយកាក់តិចដែលថាពួកខ្ញុំមិនមែនជាអ្នកជំនាញនៅខាងហិរញ្ញវត្ថុអីទេ
នឹងហើយឬក៏ថាសេដ្ឋកិច្ចទេគាត់ថាអ្វីខ្ញុំចង់អ្វីខ្ញុំដឹងគឺបងប្អូនអ្នកផ្សេងប្រហែលជាគាត់ធ្លាប់រៀនគាត់ដឹងហើយតែខ្ញុំចង់ចែកម្លែកគឺទៅអ្នកដែលមិនទាន់ដឹងចង់លើកកន្លែងហ្នឹងនិយាយថាយើងរាល់ថ្ងៃហ្នឹងយើងយកពេលវេលាយើងទៅទិញមាសប្រាក់អញ្ចឹងយើងចំណាយពេលយើងដើម្បីទៅយកលុយមកវិញអាហ្នឹងជាគោលការណ៍ដែលឲ្យយើងធ្វើការអីគេប៉ុន្តែចំពោះដល់អ្នករកស៊ីឬក៏ថាជាទូទៅវិញគឺពួកគាត់ជិះមិនថានិយាយដល់អ្នកមានអ្នកក្រហេតុអីបានអញ្ចឹងមានថាអ្នកមានគឺសទ្ធិអីក៏ដោយឬក៏ថាអ្នកមានគាត់អ្នក businessman គាត់ពួកគាត់គឺយកលុយដើម្បីរកលុយយកលុយធ្វើជាការបោះទុនមួយដើម្បីរកប្រាក់ចំណេញមកវិញមានន័យថាគេហៅថា financial freedom ហ្នឹងគឺលក្ខណៈថាគាត់មានលុយគឺគាត់អត់ទៅចាយអីទេគាត់មានលុយគឺគាត់ទិញផ្ទះដើម្បីយកផ្ទះហ្នឹងដើម្បីជួយគេអញ្ចឹងគាត់មួយថ្ងៃគាត់ចាំបាច់ធ្វើអីក៏បានចំណូល passive ចូលដែរហ្នឹង mindset ចំពោះប្រជាជនខ្មែរយើងមួយចំនួនខ្ញុំអត់និយាយថាមួយចំនួនធំឬមួយចំនួនតូចទេគ្នាយើងប្រហែលដឹងអស់គ្នាហើយគឺថាដើមជាហ៊ានគឺមិនជាហ៊ានគឺរហថ្ងៃហ្នឹងចាយថ្ងៃហ្នឹងបណ្ដោយអញ្ចឹងយើងពេលណាដែលយើងអាចខ្លាយទៅជាអ្នកមានដូចគេដែរតែអត់ខ្ញុំមិនរំពឹងថាឲ្យគាត់ខ្លាចទៅជាអ្នកមានខ្លាំងហ្មងគាត់ថាធ្វើមិនរៀបចំផែនការរ៉ៃវត្ថុរបស់ខ្លួនហើយវាល្អកុំឲ្យថាហួសមុខខ្វះក្រោយហួសក្រោយខ្វះមុខអញ្ចឹងអាហ្នឹងគឺការគ្រប់គ្រងលុយកាក់របស់យើងដោយថាជួនកាលយើងនិយាយទៅមកពីអារម្មណ៍យើងទប់អារម្មណ៍យើងអត់កើតការគិតរបស់យើងគឺវាអត់ទាន់ជ្រៅមិនថាអ្នកទាំងអស់គ្នាឬក៏ខ្ញុំជួនកាលខ្ញុំក៏វាធ្លាយដែរថាជួនកាលឃើញរបស់អីមួយវារៀងស្អាតហើយបើកប្រាក់ខែភ្លាមទៅទិញបន្ទាប់មកក្នុងអំឡុងពេលដែលថាទៅបើកដល់ថ្ងៃបើកប្រាក់ខែមួយខែទៅជាមួយខែពេញហ្នឹងគឺព្រោះនៅក្នុងលក្ខណៈថាពាក់បំណុលគេឬក៏ថារៀងតានតឹងនឹងអីឬក៏ថាយើងចាយលុយសំចាយរបស់យើងបណ្ដោយទៅដូចជាឃើញគេមានឡានមានអីគាត់ថាវាលុយប៉ុន្តែដល់ពេលយើងទៅទិញយើងមានសមត្ថភាពទិញអត់យើងត្រូវការបងមនុស្សខ្ចីលុយទៅធនាគារទៅទិញដល់ពេលយើងទៅទិញហើយក្នុងអំឡុងពេល 2-3 ឆ្នាំយើងត្រូវការសងមនុស្សគេវិញតែជាមិនថាយើងបកវិញថាយើងចាំបាច់អត់របស់នឹងយើងចាំបាច់អត់ចឹងថាបើសិនជាមិនចាំបាច់ទេខ្ញុំ recommend ខ្ញុំណែនាំឲ្យគ្នាយើងគឺថាបើសិនជារបស់ដែលមិនចាំបាច់ទេមិនបាច់ចាំទៅចង់ទៅឈោងរកវាពីសមត្ថភាពយើងទេហ្នឹងហើយដូចណារ៉ានិយាយអញ្ចឹងដូចកាលពីយើងនៅរៀននៅសាកលប្រកាសជាគ្រូ finance គាត់ធ្លាប់ប្រាប់ឲ្យទៅអញ្ចឹងគាត់ពុះជាពាក់កណ្ដាលចេះមាន2អ្វីដែលយើងត្រូវការ want ហើយមួយទៀត need អញ្ចឹង want ហ្នឹងវាចាំបាច់ដែរតែអត់សំខាន់តែ need រងថ្ងៃយើងត្រូវការគេខ្លះយើងត្រូវការកាអាវយើងត្រូវការញ៉ាំបាយធ្វើម្ហូបគ្រឿងរបស់ញ៉ាំហ្នឹងគឺវា need survive រងថ្ងៃតែ want អញ្ចឹងយើង list មកអ្វីដែលយើង need រងថ្ងៃហើយមួយទៀត want នេះហើយមានគ្រប់គ្រងខ្លួនឯងអ្វីយើងត្រូវការចាំបាច់សិនចាំយើងទៅរកអ្វីយើងចង់បានក្រោយវិញបាទបើសិនអញ្ចឹងហ្នឹងហើយនិយាយគាត់នឹងត្រូវបើសិនជាយើងគ្រាន់តែរបបប្រចាំថ្ងៃយើងគ្រប់គ្រងខ្លួនឯងកើតផងហ្នឹងហើយយើងទៅដល់ពេលទៅឈោងយករបស់ដែលយើងចង់បានដូចជាយើងថាសម្ភារៈចឹងសម្ភារៈនិយមអ្នកខ្លះគាត់ឡើងសេរីទូរស័ព្ទឡើងសេរីម៉ូតូចឹងទៅដល់ពេលមែនតើនៅផ្ទះគឺអត់មានមហូបអីអត់មានសាច់មានទេធ្លុះដបូលលិចទឹកចឹងថា mindset ហ្នឹងគ្នាយើងការត្រូវប្រាប់ដូរចេញទៅហើយខ្ញុំនិយាយឲ្យគាត់ស្ដាប់បើសិនជាគ្នាខឹងឬក៏ប្រកាន់អាហ្នឹងសូមអធិស្ឋានផងនិយាយក្នុងនាមថាវាមិនលយតែប៉ុណ្្នឹងទេមនុស្សយើងរស់នៅក៏មិនមានតែសបកក្រៅដែរអញ្ចឹងគាត់ចង់ប្រាប់ថាត្រូវចេះចាយពេលវេលាហើយនឹងលុយកាក់យើងឲ្យសមរម្យនេះដូចជាសភៅបងហួរគាត់ឲ្យខ្ញុំ2ក្បាលហើយ3ក្បាលនេះសភៅទី2របស់គាត់ដែលមាន content មួយរបស់ខ្ញុំមួយ Peter នៅក្នុងនោះដែរអញ្ចឹងលក្ខណៈថាក្នុងនេះគាត់មានផ្នែកទី7របស់គាត់ហ្នឹងគឺបាននិយាយពីពេលវេលាដែលគាត់ក្នុងហ្នឹងបាននិយាយថាពេលវេលាជាមេប្រាក់ពេលវេលាអាចខ្លាយជាមេប្រាក់កាលណាយើងចេះប្រើប្រាស់ពេលវេលាឲ្យខ្លាយទៅជាប្រយោជន៍ហើយអត់មិនមែនចេះតែបណ្ដោយឲ្យពេលវេលាកន្លងទៅដោយមិនបានធ្វើអីសោះឬធ្វើដែរប៉ុន្តែធ្វើតាមតែនឹកឃើញគ្មានការកំណត់ច្បាស់លាស់នោះឡើយហ្នឹងគឺ clear មួយហើយបើសិនជាបងប្អូនចង់អានច្រើនជាងនោះទៀតហើយព្យាយាមទៅរកគាត់ទៅទិញសភៅផែនទីប្រកកំណត់រយៈ2ហើយវគ្គ3នេះហើយគេច្រើនណាស់ខ្ញុំគឺ
អូណាស់បងគាត់ដាក់លក់នៅតាមបណ្ណាគារដែរនៅសភៅត្រង់នោះដូចសូច្បាស់ប៉ុន្តែគាត់មានកម្មវិធីលក់របស់គាត់ដែរគាត់មានបើក អូអញ្ចឹងយើងអាច leave info នៅខាងនិយាយហុំទៅគឺ contact គាត់បណ្ដោយទៅព្រោះគាត់មាន page CTH ជីតងហួរហ្នឹងបាទ CTH អញ្ចឹងបងប្អូនអាចឆែកទៅក្នុង link ក្នុង description ក្នុងក្រុមទៅខ្ញុំដាក់នៅក្នុងក្រុមហើយគាត់ក៏ជាមនុស្សល្អម្នាក់ដែរគាត់ចែកម្លែកពីបទពិសោធន៍ការគាត់ពីតូចដល់ធំហើយការគាត់ប្រកបអាជីវកម្មជាមួយនឹងការរស់នៅរបស់គាត់គឺបទពិសោធន៍គាត់ពេញខ្លួនហ្មង អញ្ចឹងហើយសម្រាប់ក្នុងថ្ងៃនេះដែរពីអ្នកខ្ញុំមានការចែកម្លែកតែប៉ុណ្្នឹងទេហើយបងប្អូនមាននៅមតិឬក៏យោបល់ទេអាចនឹង comment នៅខាងក្រោមបានអញ្ចឹងពួកខ្ញុំនឹងព្យាយាមអានអស់ហើយនឹង reply ដែរហើយសង្ឃឹមថាអ្វីដែលពួកខ្ញុំចែកម្លែកទៅហ្នឹងគឺបងប្អូនអាចចាប់ខ្លះឬក៏អត់ខ្លះអញ្ចឹងណាហើយបើមានកន្លែងណាខុសឆ្គងដូចណារ៉ារំលឹកឡើងពីដើមអញ្ចឹងគឺសូមអធិស្ឋានអភ័យទោសដូចគ្នាអញ្ចឹងបាទពួកខ្ញុំមានតែប៉ុណ្្នេះសម្រាប់ថ្ងៃហ្នឹងបាទ អញ្ចឹងអរគុណគ្នាលើក្រោយជាមួយ episode ទី3